វាសួរបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អាននៅក្នុងខណៈនេះខ្ញុំលោកពុកបូរីសូមចែករំលែកនៅបទព្រះគម្ពីរដំណឹងល្អតាមស្ដេចម៉ាថាយជំពូក11ខ25ដល់ខ30ខ្ញុំសូមលើកឃ្លាមួយដែលព្រះយេស៊ូវមានប្រាប់បន្ទូលថាអស់អ្នកដែលនឿយហត់និងមានបន្ទុកធ្ងន់អើយចូលមករកខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាកព្រះយេស៊ូវចង់ឲ្យយើងសម្រាកដោយសារព្រះយេស៊ូវស្គាល់តម្រូវការរបស់យើងព្រះយេស៊ូវយល់អំពីតម្លៃរបស់យើងព្រះយេស៊ូវយល់អំពីតម្លៃរបស់យើងមានពេលខ្លះយើងសប្បាយមានពេលខ្លះយើងកាត់ទុកមានពេលខ្លះយើងជួបបញ្ហាឬមានពេលខ្លះយើងមានមហោបអាហារមានពេលខ្លះយើងអត់មានមហោបអាហារនេះគឺជាជីវិតរបស់មនុស្សសពថ្ងៃនេះនៅលើផែនដីនេះហើយមនុស្សនឹងកំពុងតែជួបប្រទះនឹងបញ្ហាហ្នឹងនឿយហត់ណាយើងនឿយហត់អស់កម្លាំងកើតទុក្ខព្រួយនេះគឺជាបន្ទុកនៅក្នុងជីវិតរបស់យើងការលំបាកនៅក្នុងជីវិតរបស់យើងជួបដូចជាបញ្ហានៅក្នុងក្រុមគ្រួសារបញ្ហាក្នុងក្រុមគ្រួសារយើងឃើញថាមានវិបត្តិសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារដែលនាំឲ្យមានភាពក្រីក្ររហូតដល់ទៅខ្ចីលុយធនាគារជាពាក់ធនាគារអត់មានលុយសងមានជំងឺប្រចាំកាយអត់មានមធ្យោបាយទៅព្យាបាលនៅមន្ទីរពេទ្យដោយសារខ្វល់ខ្វាយជំពាក់ធនាគារកូនប្រើប្រាស់គ្រឿងញៀនមិនស្ដាប់បង្គាប់ឪពុកម្ដាយចង់ឲ្យកូនរស់នៅល្អក៏ប៉ុន្តែកូនចេះតែខ្សែគប់ពួកម៉ាមិនល្អនាំឲ្យជីវិតរបស់គេមានការផ្លាស់ប្រែដែលនេះជាសុទ្ធតែជាបន្ទុកនៅក្នុងក្រុមគ្រួសារយើងឃើញសប្តាហ៍ថ្ងៃនេះមនុស្សកាន់តែមានវិបត្តិបាក់ទឹកចិត្តភាពតានតឹងអារម្មណ៍ខ្វះការអព្យាស្រ័យខ្វះការលើកទឹកចិត្តហើយខ្វះការទំនាក់ទំនងដល់ទីប្រឹក្សាលក្ខណៈយើងមានពេលខ្លះយើងចូលចិត្តបន្តិចបង្អាក់គ្នានិងជន់គ្នាឲ្យគ្នាលិចលង់លក្ខណៈអស់សង្ឃឹមនៅក្នុងជីវិតប្រចាំថ្ងៃដែលនាំឲ្យគិតខ្លីរហូតដល់សម្លាប់ខ្លួនហើយនេះសូមឲ្យយើងទុកពេលវេលាមួយពេលឬពីរពេលឬពេលណាខ្លះសម្រាប់ទៅជួបព្រះយេស៊ូវធ្វើអីមានពេលខ្លះយើងនិយាយពាក្យរបស់យើងទៅកាន់ព្រះជាម្ចាស់ពេលខ្លះនិយាយទៅកាន់មនុស្សពិបាកយល់ក៏ប៉ុន្តែព្រះជាម្ចាស់យល់អំពីតម្រូវការរបស់យើងចូលរួមអធិដ្ឋាននៅក្នុងព្រះវិហាររាល់ថ្ងៃអាទិត្យចូលរួមអភិបូជានៅព្រះវិហាររាល់ថ្ងៃអាទិត្យចូលរួមចែករំលែកអត្ថបទព្រះគម្ពីរដំណឹងល្អនៅតាមផ្ទះដូចជានៅតាមកន្លែងផ្សេងស្ដាប់ព្រះបន្ទូលហើយយកព្រះបន្ទូលទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះជារបៀបដែលព្រះយេស៊ូវបានហៅយើងព្រះយេស៊ូវអត់បោះបង់យើងចោលទេមនុស្សលោកបានបោះបង់យើងចោលក៏មិនដែរព្រះយេស៊ូវព្រះអង្គអត់ដែលបោះបង់យើងចោលទេសូម្បីតែមួយវិនាទីក៏ព្រះអង្គមិនបោះបង់យើងចោលដែរក៏ប៉ុន្តែយើងជាមនុស្សពេលខ្លះយើងបោះបង់ចោលព្រះអង្គហើយនេះហើយព្រះអង្គទតឃើញទុក្ខលំបាករបស់យើងនិងព្រះអង្គមានប្រាប់បន្ទូលថាអស់អ្នកដែលនឿយហត់និងមានបន្ទុកធ្ងន់អើយចូលមករកខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក